ព័ត៌មានក្តៅៗរសៀលនេះប្រជាជនថៃនឹងធ្វើពិធីជួបជុំគ្នានៅក្រុងបាងកកដើម្បីសុំសន្តិភាពប្រឆាំងសង្គ្រាមនៅរសៀលនេះក្នុងទីក្រុងបាងកកប្រជាជនថៃនឹងរៀបចំពិធីជួបជុំគ្នាដើម្បីសុំសន្តិភាពក្នុងសង្គ្រាមព្រំដែនកំពុងបន្តដែលផ្ដើមចេញពីការឈ្លានពានរបស់ថៃចូលទឹកដីកម្ពុជាតាមការផ្សាយរបស់ខៅសូតនៅថ្ងៃសៅរ៍ទី13ខែធ្នូឆ្នាំ2025ការជួបជុំសុំសន្តិភាពនេះដឹកនាំដោយក្រុមពលកម្មសង្គមនិយមដែលនឹងប្រព្រឹត្តទៅនៅវេលាម៉ោង3នាទីរសៀលនៅចំណុចប្រសពផាធំវ៉ាន់នៃមជ្ឈមណ្ឌលសិល្បៈនិងវប្បធម៌បាងកកនិងនាវេលាម៉ោង4:30រសៀលនៅសាកលវិទ្យាល័យស្រីនខាវីនិរតក្បែរតំបន់ឱសុកយ៉ាងណាមិនមានការបញ្ជាក់ពីចំនួនមនុស្សចូលរួមនោះទេក្នុងពិធីនេះនឹងមានការថ្លែងសន្ទរកថាពីសំណាក់បុគ្គលលេចធ្លោហើយមានការអុជទៀនដើម្បីកាន់ទុក្ខឧទ្ទិសដល់អ្នកបាត់បង់ជីវិតនៅក្នុងការប៉ះទង្គិចគ្នានិងដើម្បីអំពាវនាវឲ្យយោធាអ្នកនយោបាយប្រព័ន្ធផ្សព្វផ្សាយនិងអ្នកញុះញង់ជាតិនិយមមានភាពស្ងប់ស្ងាត់ស្របពេលជាមួយគ្នានោះក្រុមនេះទាមទារឲ្យយោធានិងរដ្ឋាភិបាលត្រូវបញ្ជាឲ្យមានការបត់ឈប់បាញ់ជាបន្ទាន់ហើយចាប់ផ្ដើមកិច្ចចរចានិងសម្របសម្រួលឲ្យបានឆាប់ដោយប្រើប្រាស់វេទិកាដែលមានស្រាប់តាមរយៈនាយករដ្ឋមន្ត្រីម៉ាឡេស៊ីនិងជាប្រធានបដូវវេនអាស៊ានឆ្នាំ2025លោកអាន់វ៉ាអ៊ីប្រាហ៊ីមពួកគេនិយាយថាយើងមិនចង់ឃើញមនុស្សស្លាប់ទៀតទេយើងមិនចង់ឃើញបរិយាកាសតានតឹងឡើយព្រោះសង្គមរបស់យើងមានបញ្ហាចម្បងជាច្រើនដែលត្រូវដោះស្រាយរួចទៅហើយអំពើហិង្សាមិនមែនជាចម្លើយនោះទេចំនួនអ្នកស្លាប់និងរបួសគឺជាមូលហេតុដែលត្រូវបារម្ភបំផុតកុំបណ្ដោយឲ្យមនសិការស្នេហាជាតិដែលងងឹតងងល់និងខ្វះហេតុផលបណ្ដាលឲ្យប្រជាជនសាមញ្ញនៅតាមព្រំដែននិងកូនទាហានប្រថុយជីវិតម្ដងទៀតឲ្យសោះប្រភពខៅសូត Credit KPT International តាក់ទងទៅនឹងព័ត៌មាននេះក៏បានបញ្ចប់សូមអរគុណសូមជម្រាបលា